ណាសូមក្រាបនមស្ការថ្វាយបង្គំចំពោះប្រជុំ3នៃព្រះត្រៃរតន៍គឺមានព្រះពុទ្ធរតនៈ1ព្រះធម្មរតនៈ1ព្រះសង្ឃរតនៈ1ដោយសេចក្តីគោរពកោតក្រែងជ្រះថ្លាខ្ពង់ខ្ពស់លលោសូមក្រាបនមស្ការថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គទាំងក្នុងនិងក្រៅប្រទេសដោយសេចក្តីគោរពដោយសេចក្តីរាប់អានចម្រើនពរពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសជាពិសេសកញោមញាតដែលធ្លាប់រស់នៅសហរដ្ឋអាមេរិកធ្លាប់រាប់អានខ្ញុំគណៈអាត្មាភាពឬកញោមញាតនៅបារាំងនៅកាណាដានៅញូហ្សេឡង់អូស្ត្រាលីនៅកូរ៉េជប៉ុនទាំងអស់ទូទាំងពិភពលោកតាមរយៈវីដេអូនេះខ្ញុំគណៈអាត្មានឹងផុសនៅក្នុង channel YouTube ខ្ញុំគណៈអាត្មាយិនពុទ្ធិហើយជាភាសាខ្មែរផងហើយជាភាសាអង់គ្លេសគឺយិនពុទ្ធិទៀតហើយនឹង YouTube មួយទៀត channel YouTube ខ្ញុំគណៈអាត្មាភាពទៀតហើយថ្ងៃនេះខ្ញុំគណៈអាត្មាចេញវីដេអូសូមថ្លែងអំណរអគុណចំពោះញោមញាតិញោមម៉ាក់ទាំងអស់ទៀតដែលគាត់មានសទ្ធាជ្រះថ្លាចូលរួមចាក់មគ្គផលកុសលផលបុណ្យនិងកសាងបន្តនៅសិមិទ្ធិផលថ្មីគឺខ្ញុំគណៈអាត្មាកសាងរោងនេះដែលមានបណ្ដោយ32ម៉ែត្រនិងទទឹង9ម៉ែត្រណានេះគឺទសដែលមួយដើម$100ទៀតហើយខ្ញុំគណៈអាត្មាក៏បានបិណ្ឌបាតតាមរយៈញោមម៉ាក់ទៀតញោមម៉ាក់ក៏តែងតែជួយឧបត្ថម្ភទៀតទាំងថ្លៃទឹកថ្លៃភ្លើងចង្ហាន់ណាចូលសូឡាចូលចាក់ដីទៀតជាពិសេសគឺចូលចាក់ដីហើយនឹងថ្មីនេះគឺម៉ាក់ចូលជាស៊ីម៉ង់ទៀតណាដូចមានរាយនាមខាងក្រោមនេះគឺញោមម៉ាក់គាត់បានរាយអង្គាបច្ច័យញោមណាម៉ាក់ធំទាំងអស់ទៀតនៅសហរដ្ឋអាមេរិកធ្វើការហ្នឹងគាត់ចូលរួមជាស៊ីម៉ង់ទៀតណា2ការុង4ការុង10ការុង20ការុងទៀតណា20បាវទៀតណាតាមរយៈញោមម៉ាក់លុយរុនទៀតណាទីមួយគឺលោកស្រីធីតាលឹមទៀតព្រមទាំងក្រុមគ្រួសារនិងកូនចៅចំនួន4បាវទៀតស្មើនឹង$20ទៀតទី2គឺលោកស្រីពិសីណាពិសីនិងស្វាមីចនព្រមទាំងកូនចៅរស់នៅសហរដ្ឋអាមេរិកចំនួន4ការុងស្មើនឹង$20ទៀតគាត់ណាទី3គឺញោមណាម៉ាក់ធំណាម៉ាក់ធំគឺប៉ែនសុគន្ធទៀតម៉ាក់ប៉ែនសុគន្ធនេះគឺម៉ាក់ធ្លាប់ចូលដូងទឹកទៀត$250ទៀតដូងដែលខ្ញុំគណៈអាត្មាជីក2ទៀតអស់$1000ទៀតណាគឺញោមឧបាសិកាប៉ែនសុគន្ធ4បាវទៀតស្មើ$20ញោមម៉ាក់សូម៉ាលីហ៊ៀននិងគ្រួសារព្រមទាំងកូនចៅរស់នៅសហរដ្ឋអាមេរិកចំនួន$50ស្មើនឹង10បាវទៀតណាហើយញោមម៉ាក់ផលីណាផលីព្រមទាំងក្រុមគ្រួសារនិងកូនចៅ12បាវទៀតស្មើនឹង$60ញោមម៉ាក់ធំផល្លាសួនទៀត2ការុងស្មើនឹង$10ទៀតគឺថាវិការហ្នឹងក្នុងមួយបាវហ្នឹង$5ទៀតហើយមិនតែប៉ុណ្ណោះគឺម៉ាក់ណាក៏ចូលបាន1តោនហើយនឹងចាក់ដីផងទៀតចាក់ដីប្រាក់ចាក់ដីគឺណាប្រាក់ម៉ាក់ទាំងអស់គឺ$320សរុបចំនួនបាវដែលអាត្មាបូកកំបាញ់មិញនេះគឺបាន$180អញ្ចឹងប្រាក់សរុបទាំងអស់រួមនឹងម៉ាក់ស្មើនឹង$500ទៀតថវិកាទាំងអស់ហ្នឹងគឺស្មើនឹង$500ទៀត
ខ្ញុំកណាអាត្មាភាពតំណាងព្រះសង្ឃដែលគង់នៅវត្តចម្ពោះរុក្ខាវណ្ណារាមហៅវត្តព្រៃពោះថ្ងៃនេះជាថ្ងៃឧបោសថសិលក៏សូមប្រសិទ្ធពរជ័យសិរីសួស្តីវិបុលសុខគ្រប់ប្រការដល់ញោមញាតិទាំងអស់ទៀតណាដែលបានចូលរួមតាមរយៈម៉ាក់សូមឲ្យបានសំប្រកបនឹងទទួលពរពុទ្ធពរព្រះ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លានឃ្លាតឡើយនឹងទទួលពរសម្បត្តិ3សម្បត្តិមនុស្សសម្បត្តិទេវតាសម្បត្តិអស្ចារ្យព្រះនិព្វានម្យ៉ាងទៀតញោមញាតិពុទ្ធបរិស័ទដែលមានសទ្ធាចូលរួមកសាងបន្តទាំងអស់នេះក៏សូមប្រាថ្នាអ្វីសូមឲ្យបានសម្រេចដូចបំណងពងប្រាថ្នាទៀតណាក៏សូមផលបុណ្យនេះក៏សូមឧទ្ទិសដល់ញាតិកាទាំង7សន្តានសូមពុទ្ធញាតិបានដល់នៅសេចក្តីសុខចរទៀតពរសូមចម្រើនពរបញ្ជាក់ណាញោមណាពរគឺឈ្មោះដែលញោមចូលរួមពរហើយសរុបប្រាក់ទាំងអស់គឺ$500ទៀតពរ$500នេះណាលោកស្រីធីតាលឹម4បាវស្មើ$20លោកស្រីពិសីនិងស្វាមីចនព្រមទាំងកូនចៅស្មើនឹង4បាវហើយញោមប៉ែនសុគន្ធទៀតណា4បាវស្មើ$20ញោមសូម៉ាលីហៀង$50ស្មើនឹង10បាវណានឹងណាក៏ហើយនឹងញោមផលីនឹង12បាវស្មើ$60ញោមផល្លាសួនទៀត2បាវស្មើនឹង$10សរុបរួមនឹងប្រាក់ម៉ាក់ផងហ្នឹងគឺស្មើនឹង$500ទៀតជាទីបញ្ចប់ខ្ញុំគណៈអាត្មាភាពជាព្រះគ្រូចតកាក៏សូមប្រសិទ្ធពរជ័យសិរីសួស្តីវិបុលសុខគ្រប់ប្រការជូនពរដល់ញោមដល់ម៉ាក់ទាំងអស់ម៉ាក់ធំទាំងអស់ទៀតនៅក្នុងคลิปវីដេអូនេះសូមមានសិរីសួស្តីអាយុយឺនយូរជាង100ព្រះវស្សាទៀតក៏សូមឲ្យសុខចម្រើនអាយុវែងប្រាថ្នាអ្វីបានសម្រេចដូចបំណងមានលៀបមានជ័យមានសិរីសួស្តីទាំងកូនទាំងចៅបងហ្នឹងហើយបងហើយម្យ៉ាងវិញទៀតគឺនេះកន្លែងនេះឯងញោមបងដែលត្រូវកសាងបន្តនោះបងសមិទ្ធផលរូងប្រក់ហើយនឹងចាក់សាបបន្តចម្រើនពរញោមទាំងក្នុងក្រៅប្រទេសគឺស៊ីម៉ងក្នុង1ការុង$5ទៀតបងសូមអរគុណនិងអរគុណទៀត